បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានប្រធានបទមួយដែលតាក់ទងជាមួយនឹងជំងឺចង់មកបង្ហាញដល់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនបានដឹងស្រាប់ហើយថាមិនថាយើងនៅក្មេងឬមួយក៏វ័យកណ្ដាលវ័យចាស់ជរាយ៉ាងណាក្ដីគឺតែងតែមានជំងឺជាប្រចាំបានន័យថាជំងឺហ្នឹងគឺអត់បានរើសថាតាក្មេងចាស់ឬមួយក៏វ័យកណ្ដាលអីទេគឺតែងតែមានជំងឺជាប្រចាំអញ្ចឹងអាចនឹងបងប្អូនមានចម្ងល់ថាតើជំងឺទាំងអស់ហ្នឹងកើតឡើងដោយមូលហេតុអ្វីអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយកនៅប្រធានបទដែលតាក់ទងជាមួយនឹងព្រះពុទ្ធសាសនាមកបង្ហាញដល់បងប្អូនពីព្រោះថាព្រះសម្មាសម្ពុទ្ធបានសម្ដែងអំពីជំងឺនេះកើតឡើងដោយហេតុ4យ៉ាងអញ្ចឹងទី1តាក់ទងជាមួយនឹងអាកាសធាតុបានន័យថាជំងឺដែលកើតឡើងដោយអាកាសធាតុក្តៅពេកឬមួយក៏ត្រជាក់ពេកឬមួយក៏ប្រែប្រួលលឿនពេកធ្វើឲ្យបងប្អូនមានការផ្ដាសាយឬមួយក៏បងប្អូនដែលកើតជំងឺផ្សេងទៅតាមអាកាសធាតុអញ្ចឹងទៅរីឯជំងឺទី2តាក់ទងជាមួយនឹងអនាម័យអញ្ចឹងអនាម័យកន្លែងនេះបានន័យថាបើសិនជាបងប្អូនរស់នៅជាមួយនឹងអនាម័យល្អអញ្ចឹងទៅក៏បងប្អូនមិនសូវជាកើតជំងឺអីផ្សេងដែលកើតអំពីអនាម័យអញ្ចឹងទៅតែបើសិនជាបងប្អូនការរស់នៅរបស់បងប្អូននៅជុំវិញផ្ទះបងប្អូនឬមួយក៏ជុំវិញបរិវេណដែលបងប្អូនធ្វើម្ហូបដើម្បីបរិភោគមិនមានអនាម័យបានល្អទេអញ្ចឹងជំងឺអាចនឹងងាយកើតឡើងតាមរយៈអនាម័យនឹងឯងរីឯជំងឺទី3គឺកើតឡើងអំពីផ្លូវចិត្តចឹងបងប្អូនដឹងស្រាប់ហើយថាពេលខ្លះមនុស្សយើងគឺនៅពេលដែលដៃជើងឬមួយក៏តួរាងកាយទាំងមូលហ្នឹងអត់មានបញ្ហាអ្វីទាំងអស់ប៉ុន្តែមានអាការៈស្គមស្គាំងឬមួយក៏មានអាការៈស្លេកស្លាំងច្រើនដោយសារតែបញ្ហាផ្លូវចិត្តអញ្ចឹងជំងឺផ្លូវចិត្តនេះបើសិនជាបងប្អូនអាចដោះស្រាយបញ្ហាក្នុងចិត្តបានអញ្ចឹងអាចនឹងងាយក្នុងការព្យាបាលប៉ុន្តែបើសិនជាបងប្អូនមិនមានការពិចារណាឬមួយក៏មិនមានការដោះស្រាយនៅបញ្ហាផ្លូវចិត្តនេះបានទាន់ពេលវេលាទេក៏អាចក្លាយទៅជាជំងឺដ៏កាចមួយដែរដោយសារតែយើងអត់ដឹងថាត្រូវដោះស្រាយតាមវិធីណាប៉ុន្តែបងប្អូនត្រូវដឹងថាបើសិនជាបងប្អូនកើតជំងឺផ្លូវចិត្តព្រះធម៌អាចជួយបានរីឯជំងឺទី4បងប្អូនជំងឺទី4នេះគឺកើតឡើងដោយសារតែកម្មអញ្ចឹងកម្មគឺកម្មដែលបងប្អូនធ្វើកម្មអាក្រក់ណាមួយពីអតីតកាលឬមួយក៏ពីអតីតជាតិក៏ដោយបើសិនជាឧទាហរណ៍ថាកន្លែងនេះបើយើងនិយាយដោយភាសាសាមញ្ញថាបាបឬមួយក៏បុណ្យឧទាហរណ៍ថាបើសិនជាបងប្អូនធ្វើបាបពីអតីតជាតិឬមួយក៏ពេលអតីតកាលណាមួយស្រាប់តែបាបវាត្រូវហុចផលឲ្យបងប្អូនវិញដល់ពេលមួយដែលបងប្អូនកំពុងតែរស់នៅហ្នឹងក៏កើតជំងឺអ្វីមួយដែលពិបាកក្នុងការព្យាបាលឬមួយក៏ជំងឺមួយដែលមិនអាចព្យាបាលទាន់ពេលវេលាឬមួយក៏ជំងឺមួយដែលសូម្បីតែអ្នកមានលុយអ្នកដែលមានទ្រព្យសម្បត្តិហូរហៀហើយក៏នៅតែមិនអាចព្យាបាលបានអញ្ចឹងបងប្អូនត្រូវដឹងហើយថាបើទោះជាបងប្អូនមានក៏ដោយបងប្អូនคล้ายទៅជាមនុស្សម្នាក់ដែលសម្បូរទៅដោយធនធានទ្រព្យសម្បត្តិអីយ៉ាងណាក៏ដោយបើសិនជាបងប្អូនកើតជំងឺដែលកើតឡើងអំពីកម្មហើយគឺពិបាកក្នុងការព្យាបាលហើយអញ្ចឹងជំងឺទាំងអស់គឺមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណសម្រាប់ការទស្សនាសូមជម្រាបលា